ជាទីគោរពសម្រាប់ថ្ងៃអាទិត្យនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនៅព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងពេញមួយសប្តាហ៍នេះដែលមានដូចតទៅទី1រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថានឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំឬក៏ភាសាអង់គ្លេសហៅថា compulsory conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃនេះគឺជាការប្រកាសឲ្យដឹងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីតាមរយៈសារផ្ញើជូនប្រជាពលរដ្ឋកាលពីថ្ងៃអង្គារទី5ខែឧសភាឆ្នាំ2026ក្រោយពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តដកខ្លួនចេញពីអនុសារណៈនៃការយោគយល់គ្នារវាងកម្ពុជាថៃឬហៅកាត់ថា MOU 2001ឬដែលភាគីថៃហៅថា MOU 44សម្ដេចបន្តថាយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីជួយដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិដូច្នេះការសម្រេចចិត្តរបស់កម្ពុជាឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌យូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឲ្យប្រជាជននៃប្រទេសទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងមានសេចក្តីសុខទី2ប្រធានបេសកកម្មនៃអ្នកសង្កេតការណ៍អាស៊ាន AOT Home ថ្មីប្រចាំកម្ពុជាមកពីហ្វីលីពីនគឺឧត្តមនាវីត្រី Clin Dizon បានអញ្ជើញមកដល់កម្ពុជាកាលពីរសៀលថ្ងៃអង្គារទី5ខែឧសភាឆ្នាំ2026ដំណើរមកដល់កម្ពុជារបស់ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ាននិងនាយទាហានហ្វីលីពីន3រូបផ្សេងទៀតបានធ្វើឡើងបន្ទាប់ពីការផ្ទេរនិងប្រគល់ភារកិច្ចពីប្រទេសម៉ាឡេស៊ីមកកាន់ហ្វីលីពីនកាលពីថ្ងៃទី30ខែមេសាឆ្នាំ2026នៅទីក្រុងម៉ានីឡាប្រទេសហ្វីលីពីនក្រោមអធិបតីភាពរបស់អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ានថ្មីប្រចាំកម្ពុជាមកពីហ្វីលីពីនបានសន្យាថាក្នុងអាណត្តិបេសកកម្មរបស់លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងធ្វើការងារឲ្យសកម្មនិងប្រកបដោយអព្យាក្រឹតភាពដោយមិនអនុញ្ញាតឲ្យភាគីណាមួយរំលោភលើភាគីណាឡើយជាពិសេសលោកនឹងបង្កើនបន្ថែមទៀតនៅការដើរល្បាតនៅតាមតំបន់ព្រំដែនដែលមានជម្លោះទី3សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាលនៅក្នុងដំណោះស្រាយស្ដីពីតំបន់សមុទ្រត្រួតគ្នារវាងកម្ពុជាថៃក្រោយពេលដែលភាគីថៃលុបចោល MOU ឆ្នាំ2001ជាឯកតោភាគីបន្ថែមពីលើនេះសម្ដេចតេជោបានបញ្ជាក់ថាមិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសឲ្យ MOU 2001នោះឡើយពលគឺត្រូវធ្វើដំណើរឆ្ពោះទៅយន្តការច្បាប់សមុទ្រឆ្នាំ1982តែម្ដងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី3ចូលរួមរកយុត្តិធម៌ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងស្របពេលជាមួយគ្នាដែរស្ថាប័នព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនេះដែរទី4ភ្លាមក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃក្នុងការបញ្ចប់ជាឯកតោភាគីពីអនុសារណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃទាក់ទងទៅនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាឬហៅថា MOU 2001ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាតាមរយៈលោកជំទាវអៀតសោភារដ្ឋមន្ត្រីស្ដីទីបានធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មទូតនិងអង្គការអន្តរជាតិប្រចាំកម្ពុជាដោយជម្រាបជូនអំពីការខកចិត្តរបស់កម្ពុជាចំពោះការលុបចោល MOU 2001ពីសំណាក់ភាគីថៃហើយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS ទី5សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានអំពាវនាវឲ្យមានការអនុវត្តដោយពេញលេញភ្លាមនិងទាំងស្រុងនៅសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ជាពិសេសចំណុច3
ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នៅការវាស់វែងនិងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគូក JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យាពេលបន្តទៀតការលើកឡើងបែបនេះបានធ្វើឡើងនាឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2026ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគីកម្ពុជាហ្វីលីពីនថៃនៅឯកោះសេប៊ូប្រទេសហ្វីលីពីនទីដែលមានដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលមានហ្វីលីពីនរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំត្រីភាគីនេះបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនៅរាល់យន្តការដែលមានស្រាប់ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC គណៈកម្មាធិការព្រំដែនទូទៅ GBC និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ RBC បន្ទាប់ពីរាជរដ្ឋាភិបាលថៃបានចាប់ផ្ដើមអនុវត្តការងាររបស់ខ្លួនយ៉ាងពេញលេញរួចមកសម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថាយន្តការនេះគឺពិតជាចាំបាច់ក្នុងការបញ្ចប់ការបង្កើតអង្គហេតុសម្រាប់លើទីតាំងជាក់ស្ដែង fait accompli និងដើម្បីធានាថាអធិបតេយ្យភាពបូរណភាពទឹកដីនិងខ្សែបន្ទាត់ព្រំដែនអន្តរជាតិត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិនិងសន្ធិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយកម្ពុជាសូមរំលឹកឡើងវិញថាខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរឬកំណត់ដោយការប្រើកម្លាំងឬតាមរយៈការបង្កើតអង្គហេតុសម្រាប់លើទីតាំងជាក់ស្ដែងដែលហៅថា fait accompli នោះឡើយអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជា